ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបធ្វើនំប៉័ងដែលមានស្នូលពងមាន់ការធ្វើនំប៉័ងនេះអាចនឹងត្រូវការប្រើពេលរៀងយូរនៅក្នុងការច្របាច់ម្សៅប្រសិនបើយើងអត់មានម៉ាស៊ីនទេហើយវាក៏អាចនឹងធ្វើឲ្យយើងរោយដៃផងដែរប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបងាយៗដែលយើងអាចធ្វើនំប៉័ងនេះបានដោយមិនចាំបាច់ច្របាច់ម្សៅនេះយូរនោះទេតឥឡូវនេះយើងចូលមកមើលពីវិធីធ្វើដែលដំបូងនោះគឺខ្ញុំធ្វើស្នូលជាមុនសិនដោយខ្ញុំប្រើពងក្រហមនោះចំនួន3គ្រាប់ជាមួយនឹងស្ករស70ក្រាមហើយនឹងអំបិលចំនួន1/4ស្លាបព្រាកាហ្វេបន្ទាប់ពីដាក់ចូលគ្នារួចហើយគឺយើងត្រូវកូរវាចូលគ្នារហូតទាល់តែស្ករសនឹងរលាយអស់នៅពេលដែលឃើញថាស្កររលាយអស់ហើយគឺខ្ញុំយកម្សៅអង្ករខ្សាយចំនួន20ក្រាមយកមកដាក់ចូលតែដោយសារតែឃើញថាវារាងកុងអញ្ចឹងហើយគឺខ្ញុំយកទៅដោះគោបន្តិចយកមកចាក់ចូលហើយកូរវាចូលគ្នារហូតដល់តែចូលគ្នាបានសព្វរួចទៅបន្ថែមជាមួយនឹងទឹកដោះគោដែលនៅសល់នឹងចូលហើយទឹកដោះគោដែលយកមកប្រើទាំងអស់នេះគឺមានចំនួន150មីលីលីត្របន្ទាប់ពីកូរចូលគ្នាបានសព្វហើយគឺយើងយកល្បាយនេះទៅចាក់ដាក់ចូលនៅក្នុងឆ្នាំងដោយមានដាក់កន្ត្រងច្រោះផងដើម្បីកុំឲ្យមានម្សៅដែលនៅកកដុំរួចហើយយកទៅដាក់កូរនៅលើភ្លើងរហូតទាល់តែឡើងខាប់នៅពេលដែលកូរស្នូលរាងខាប់បន្តិចហើយគឺយើងត្រូវបន្ថយភ្លើងរួចហើយបន្ថែមជាមួយនឹងប៊ឺនឹងចំនួន20ក្រាមចូលបន្ទាប់ពីនោះគឺយើងត្រូវកូររហូតទាល់តែប៊ឺនឹងរលាយអស់ហើយចូលសព្វជាមួយនឹងស្នូលរួចបន្តកូរមួយផ្លែតទៀតឲ្យស្នូលនឹងរាងស្ងួតបន្តិចគឺយើងអាចបិទភ្លើងបានហើយបន្ទាប់ពីធ្វើស្នូលរួចហើយគឺយើងយកទៅចាក់ដាក់នៅក្នុងចានមួយហើយយកថង់មកគ្របរួចទុកឲ្យត្រជាក់ហើយឥឡូវនេះគឺខ្ញុំនឹងមកលាយម្សៅដើម្បីធ្វើសម្បកនំវិញម្ដងដែលខ្ញុំប្រើទឹកដោះគោចំនួន140មីលីលីត្រជាមួយនឹងមេនំប៉័ងហ្នឹងគឺចំនួន1ស្លាបព្រាកាហ្វេកន្លះហើយនឹងស្ករសចំនួន40ក្រាមបន្ទាប់ពីដាក់ចូលគ្នារួចហើយគឺយើងត្រូវកូររហូតដល់តែស្ករនឹងរលាយអស់ហើយចូលគ្នាបានសព្វរួចហើយគឺយើងបន្ថែមជាមួយនឹងពងទាចំនួន1គ្រាប់ចូលហើយកូរចូលគ្នាម្ដងទៀតបន្ទាប់មកទៀតដាក់ម្សៅនេះចំនួន300ក្រាមជាមួយនឹងអំបិល1ស្លាបព្រាកាហ្វេចូលហើយច្របល់ចូលគ្នាឲ្យសព្វហើយនៅពេលដែលច្របល់ម្សៅចូលគ្នាបានសព្វហើយគឺយើងត្រូវគ្របម្សៅទុករយៈពេល20នាទីសិនបន្ទាប់ពីគ្របម្សៅទុកបាន20នាទីរួចមកគឺយើងយកប៊ឺចំនួន45ក្រាមយកមកដាក់ចូលរួចហើយគឺយើងត្រូវច្របាច់ម្សៅចូលគ្នាជាមួយនឹងប៊ឺនឹងរហូតដល់តែចូលគ្នាបានសព្វល្អបន្ទាប់ពីច្របាច់ម្សៅចូលគ្នាជាមួយនឹងប៊ឺបានសព្វហើយម្សៅនឹងលែងស្អិតជាប់ដៃគឺយើងគ្របម្សៅទុករយៈពេល15ទៅ20នាទីសិនហើយបន្ទាប់ពីគ្របម្សៅរួចហើយគឺយើងលើកម្សៅឡើងមកបត់ចំនួន5ទៅ6ដងបន្ទាប់ពីបត់ម្សៅរួចហើយគឺយើងត្រូវគ្របម្សៅនេះទុករយៈពេល15ទៅ20នាទីទៀតបន្ទាប់ពីគ្របម្សៅទុករួចហើយគឺខ្ញុំបានបេះម្សៅលាតមើលហើយឃើញថាសាច់ម្សៅនេះគឺស្វិតដូចដែលយើងច្របាច់អញ្ចឹងម្សៅនេះប្រសិនបើយើងច្របាច់វិញគឺអាចនឹងត្រូវប្រើពេល10នាទីឬក៏លើសនឹងទៀតផងហើយវាក៏ធ្វើឲ្យយើងរោយដៃផងដែរហើយឥឡូវគឺខ្ញុំបត់ម្សៅនេះ4ទៅ5ដងទៀតរួចហើយយកប្រេងហ្នឹងមកលាបពីលើបន្ទាប់ពីនោះគឺយើងត្រូវគ្របម្សៅនេះទុករយៈពេល1ម៉ោងបន្ទាប់ពីគ្របម្សៅទុកបាន1ម៉ោងហើយគឺយើងយកម្សៅហ្នឹងមកច្របាច់ខ្យល់ចេញឲ្យអស់រួចហើយយើងកាត់វាជាដុំតូចៗដែលម្សៅហ្នឹងគឺខ្ញុំកាត់បំបែកវាចំនួន10ដុំហើយបន្ទាប់ពីកាត់ម្សៅរួចហើយគឺយើងត្រូវបត់ម្សៅនេះជារាងមូលបន្ទាប់ពីបត់ម្សៅរួចរាល់អស់ហើយគឺយើងយកម្សៅដែលយើងបានបត់មុនគេនឹងយកមកដាក់កិនហើយកិនឲ្យស្ដើងជារាងវែងបន្ទាប់ពីកិនម្សៅបានស្ដើងហើយគឺយើងដួសស្នូលនឹងយកមកដាក់នៅខាងចុងម្សៅបន្ទាប់ពីនោះគឺយើងលើកជាយរបស់ម្សៅនឹងក្របស្នូលឲ្យជិតរួចហើយគឺយកកាំបិតនឹងយកមកឆូតនៅតាមបណ្ដោយរបស់ម្សៅចំពោះនំនេះប្រសិនបើបងប្អូនអត់ចង់បានរូបរាងបែបនេះទេគឺអាចគ្រាន់តែកិនម្សៅរួចហើយយកស្នូលមកដាក់និងខ្ចប់វាជារាងមូលក៏បានដែរបន្ទាប់ពីកិនម្សៅរួចហើយគឺយើងលើកម្សៅនឹងមូលឡើងហើយយើងយកចុងម្សៅទាំងសងខាងនឹងផ្អឹបជាប់គ្នាចំពោះម្សៅដែលយើងបានខ្ចប់ស្នូលរួចហើយនេះគឺយើងត្រូវគ្របទុករយៈពេល25ទៅ30នាទីបន្ទាប់ពីគ្របម្សៅទុកបាន25នាទីហើយគឺយើងយកពងក្រហមមួយគ្រាប់កូរលាយជាមួយនឹងទឹកបន្តិចរួចហើយយកមកលាបពីលើម្សៅហើយនៅពេលដែលលាបពងក្រហមរួចហើយប្រសិនបើបងប្អូនចង់រោយល្ងសពីលើទៀតគឺអាចដាក់បានបន្ទាប់ពីនោះគឺយើងត្រូវយកទៅដុតនៅក្នុងកម្ដៅ180អង្សារយៈពេលប្រហែលជា15ទៅ20នាទីដោយបើកកម្ដៅម៉ាស៊ីននឹងឲ្យក្ដៅជាមុនសិនចំពោះការដុតនំនេះមិនថានំប៉័ងនំពងទាឬក៏នំឡើងផ្សេងទៀតនោះទេចំណុចមួយដែលសំខាន់ហ្នឹងគឺយើងត្រូវតែកម្ដៅម៉ាស៊ីននឹងឲ្យបាន5ទៅ10នាទីមុននឹងយើងដាក់ដុតហើយឥឡូវនេះវីដេអូនៅក្នុងថ្ងៃនេះក៏ដល់ទីបញ្ចប់ប្រសិនបើមានកំហុសឆ្គងត្រង់កន្លែងណាក៏សូមអធិស្ឋានហើយបើបងប្អូនចូលចិត្តវីដេអូនេះកុំភ្លេចជួយចុច like និង share វីដេអូនេះទៅកាន់បងប្អូននិងមិត្តភក្តិដទៃទៀត